សួស្តីប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីរឿងព្រឺព្រួយរបស់យើងយប់នេះខ្ញុំមានរឿងមួយដែលទើបតែកាប់ឡើងថ្មីនេះចង់យកមកចែករំលែកជូនប្រិមិត្តទាំងអស់គ្នាបានស្ដាប់រឿងនេះគឺជារឿងពិតដែលបានកើតឡើងចំពោះបងជីដូនមួយរបស់មិត្តភក្តិខ្ញុំគាត់ឈ្មោះចិត្តគឺជាមនុស្សប្រុសម្នាក់ដែលស្រឡាញ់សង្សាររបស់គាត់ខ្លាំងណាស់ពួកគេបានស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែថ្មីនេះចិត្តបានចាប់បានសង្សាររបស់គាត់លួចមានថ្មីហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបអ៊ីអន2ថ្ងៃនោះចិត្តបានទៅផ្សារទំនើបអ៊ីអន2ជាមួយមិត្តភក្តិរបស់គាត់ពេលកំពុងដើរលេងគាត់បានឃើញសង្សាររបស់គាត់កំពុងអង្គុយមើលកុនជាមួយបារម្ភអ្នកទៀតពួកគេមើលទៅស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ចិត្តឈឺចាប់ពេលឃើញទស្សនវិជ្ជានេះគាត់បានដើរទៅរកសង្សាររបស់គាត់ហើយសួរនាងថាតើមានរឿងអ្វីកើតឡើងសង្សាររបស់គាត់មិនបានឆ្លើយអ្វីទាំងអស់នាងគ្រាន់តែមើលមុខរបស់គាត់ដោយទឹកមុខស្លេកស្លាំងចិត្តដឹងភ្លាមថាសង្សាររបស់គាត់បានក្បត់គាត់បានសុំនាងបែកគ្នាភ្លាមនៅទីនោះតែម្ដងបន្ទាប់ពីបែកគ្នាចិត្តមានអារម្មណ៍ឈឺចាប់និងខកចិត្តយ៉ាងខ្លាំងគាត់បានខលទៅមិត្តភក្តិរបស់គាត់ហើយប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើងមិត្តភក្តិរបស់គាត់បានណាត់ជួបគាត់នៅហាងមួយកន្លែងដើម្បីផឹកស៊ីលំហែអារម្មណ៍ពួកគេបានផឹកស្រាជាច្រើនកែវហើយចិត្តបានរៀបរាប់ពីទុក្ខសោករបស់គាត់ឲ្យមិត្តភក្តិរបស់គាត់ស្ដាប់ពួកគេបានព្យាយាមលួងលោមចិត្តណាស់ប៉ុន្តែចិត្តនៅតែមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះនៅពេលយប់ជ្រៅពួកគេបានចាក់ចេញពីហាងហើយឡើងឡានត្រឡប់ទៅផ្ទះវិញពេលកំពុងបើកឡានពួកគេបានឈប់នៅស្ថានីយ៍ប្រេងឥន្ធនៈមួយដើម្បីចាក់សាំងខណៈពេលដែលមិត្តភក្តិរបស់គាត់ចូលទៅបង់លុយចិត្តបានចូលទៅបន្ទប់ទឹកដើម្បីបត់ជើងតូចបន្ទប់ទឹកនៅស្ថានីយ៍ប្រេងឥន្ធនៈនោះស្ងាត់ជ្រាបណាស់ភ្លើងបំភ្លឺពណ៌សចាំងភ្លេចចិត្តមានអារម្មណ៍ថាខ្លួនឯងកំពុងនៅម្នាក់ឯងក្នុងពិភពលោកមួយដែលគ្មានមនុស្សរស់នៅគាត់បានដើរចូលទៅកន្លែងនោមពេលកំពុងនោមគាត់បានឮសំឡេងដូចជាមាននរណាម្នាក់ដើរនៅខាងក្រៅអញ្ចឹងគាត់បានងាកមើលទៅខាងក្រៅប៉ុន្តែមិនឃើញមាននរណាម្នាក់សោះគាត់ក៏បានបន្តនោមទៀតស្រាប់តែគាត់បានឃើញស្បែកជើងកែងពណ៌ខ្មៅមួយគូកំពុងដើរទៅដើរមកនៅក្រោមទ្វារបន្ទប់ទឹកគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់គិតថាប្រហែលជាមានស្ត្រីណាម្នាក់កំពុងប្រើបន្ទប់ទឹកនៅខាងក្រៅប៉ុន្តែគាត់មិនបានឮសំឡេងអ្វីផ្សេងទៀតទេគាត់បានលាងដៃហើយដើរចេញពីបន្ទប់ទឹកពេលគាត់ដើរចេញមកគាត់បានឃើញទ្វារបន្ទប់ទឹកនៅខាងស្ដាំរបស់គាត់បើកចំហគាត់បានដើរទៅមើលគាត់បានឃើញបន្ទប់ទឹកនោះទៅតែស្អាតគ្មានមនុស្សម្នាក់សោះគាត់ឆ្ងល់ខ្លាំងណាស់តើស្បែកជើងកែងពណ៌ខ្មៅនោះមកពីណាគាត់បានដើរត្រឡប់ទៅឡានវិញគាត់បានប្រាប់មិត្តភក្តិរបស់គាត់អំពីអ្វីដែលគាត់បានឃើញមិត្តភក្តិរបស់គាត់បាននិយាយថាប្រហែលជាគាត់យល់សប្តិទេហើយសម័យទៅដឹងប៉ុន្តែចិត្តដឹងថាគាត់មិនបានយល់សប្តិឬស្រមើស្រមៃដោយដែលអ្វីមិត្តភក្តិគាត់និយាយនោះទេគាត់ពិតជាបានឃើញស្បែកជើងកែងពណ៌ខ្មៅនោះពិតមែនពួកគេបានបន្តដំណើរទៅមុខទៀតពេលកំពុងបើកឡានចិត្តនៅតែគិតអំពីស្បែកជើងកែងពណ៌ខ្មៅនោះរហូតគាត់មានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីហើយស្រាប់តែឡានរបស់ពួកគេបានឈប់នៅភ្លើងស្តុបពេលកំពុងឈប់គាត់បានមើលទៅខាងក្រោយតាមកញ្ចក់គាត់បានឃើញស្ត្រីម្នាក់កំពុងដើរតាមពីក្រោយឡានរបស់ពួកគេស្ត្រីនោះពាក់ស្បែកជើងកែងពណ៌ខ្មៅចិត្តគាត់ភ័យខ្លាំងណាស់គាត់បានប្រាប់មិត្តភក្តិរបស់គាត់ឲ្យបើកឡានចេញពីទីនោះឲ្យលឿនពួកគេបានបើកឡានយ៉ាងលឿនពួកគេទៅដល់ផ្ទះរបស់ចិត្តពេលទៅដល់ផ្ទះចិត្តបានចុះពីឡានហើយរត់ចូលទៅក្នុងផ្ទះគាត់បានចាក់សោទ្វារយ៉ាងជាប់គាត់ដកដង្ហើមធំគាត់បានដើរចូលទៅក្នុងបន្ទប់គេងរបស់គាត់បានដេកលើគ្រែហើយបិទភ្នែកគាត់ព្យាយាមបំភ្លេចអ្វីដែលបានកើតឡើងប៉ុន្តែគាត់មិនអាចបំភ្លេចបានទេស្បែកជើងកែងខ្មៅនោះនៅតែដក់ជាប់ក្នុងខួរក្បាលរបស់គាត់ស្រាប់តែគាត់បានឮសំឡេងគោះទ្វារគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានដើរទៅបើកទ្វារពេលបើកទ្វារគាត់បានឃើញស្ត្រីម្នាក់កំពុងឈរនៅមុខទ្វាររបស់គាត់ស្ត្រីនោះពាក់ស្បែកជើងកែងពណ៌ខ្មៅស្ត្រីនោះបាននិយាយថាខ្ញុំ
មកយករបស់ខ្ញុំវិញចិត្តភ័យខ្លាំងណាស់គាត់បានបិទទ្វារយ៉ាងលឿនគាត់បានរត់ចូលទៅក្នុងបន្ទប់គេងរបស់គាត់ហើយលាក់ខ្លួននៅក្រោមគ្រែគាត់បានឮសំឡេងស្ត្រីនោះកំពុងដើរមកជិតគ្រែរបស់គាត់ហើយគាត់បិទភ្នែកយ៉ាងជិតគាត់បានអធិដ្ឋានឲ្យស្ត្រីនោះចាកចេញពីផ្ទះរបស់គាត់ស្រាប់តែគាត់បានឮសំឡេងស្ត្រីនោះនិយាយថាខ្ញុំដឹងថាអ្នកនៅទីនេះគាត់បានបើកភ្នែកឡើងក៏ឃើញស្ត្រីនោះកំពុងតែឈរនៅមុខគ្រែរបស់គាត់ស្ត្រីនោះមានសភាពស្លេកស្លាំងនិងភ្នែកក្រហមគាត់បានឃើញឈាមហូរចេញពីមាត់របស់ស្ត្រីនោះ